ធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពស្ថានភាពនៅតាមបន្ទាត់ព្រំដែននៅវេលាម៉ោង1:36 នាទីរសៀលយោធាថៃបានបន្តពង្រីកសមរភូមិវាយប្រហារទៅតំបន់ផ្សេងទៀតនៅក្នុងយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដែលបាននឹងកំពុងឈរជើងការពារបានប្រើប្រាស់អាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ជាច្រើនប្រភេទដូចជាកំភ្លើងដៃកំភ្លើងត្បាល់ប្រភេទ60មីលីម៉ែត្រកំភ្លើងត្បាល់ប្រភេទ80មីលីម៉ែត្រកំភ្លើងយន្តប្រភេទ12.7និងរថក្រោះគិតមកត្រឹមម៉ោងនេះយោធាថៃមិនទាន់ឈប់បាញ់ប្រហារសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ភាគីថៃមកលើកម្ពុជាជាលើកទី2នេះគឺបង្ហាញយ៉ាងច្បាស់ក្រឡែតនៅចេតនារបស់ថៃក្នុងការឈ្លានពានវិទីយកទឹកដីប្រទេសជិតខាងតាមរយៈការប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួននិងប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្ដូរខ្សែព្រំដែន